ហើយបើសិនជាយើងមានបន្លែផ្សេងៗដែលយើងចង់ដាក់ទៀតយើងអាចដាក់បន្ថែមបានហើយជាមួយនឹងទឹកអំពិលទុំដែលខ្ញុំធ្លាប់ធ្វើចែកម្លែកអ្នកទាំងអស់គ្នាដែរហ្នឹងណាហើយជាមួយនឹងម្រះព្រៅចុងក្រោយគេហើយម្ទេសជាមួយនឹងខ្ទឹមបុកហ្នឹងគឺយើងដាក់ក្រោយគេហើយតែប៉ុណ្្នឹងឯងជាការស្រេចហើយសម្រាប់ម្ទេសយើងដាក់តាមចំណងទីធ្វើគឺយើងយកជើងជ្រូករបស់យើងយកទៅស្រោះហើយស្ងោរវាឲ្យឆ្អិនសិនហើយដាក់ស្រាសម្រាប់ធ្វើម្ហូបឬក៏ស្រាសចូលខ្លះចឹងណាដើម្បីកាត់ឆ្អាបហើយកុំឲ្យវាធំក្លិនជ្រូកខ្លាំងពេកអញ្ចឹងនៅពេលដែលយើងស្ងោរវាឆ្អិនហើយគឺយើងស្រង់វាទុកម្ល៉េះហើយបន្តមកទៀតគឺយើងដាំទឹកមួយឆ្នាំងទៀតដើម្បីយើងធ្វើស្លម្ជូរនឹងតែម្ដងអញ្ចឹងគឺគ្រឿងកាត់ឆ្អាបនឹងមានគល់ស្លឹកគ្រៃស្លឹកក្រូចអញ្ចឹងណាយើងដាក់ហើយបន្តមកទៀតគឺដាក់ជើងជ្រូកដែលយើងស្ងោរហើយនឹងចូលតែម្ដងហើយយើងចាប់ផ្ដើមបង់គ្រឿងតែម្ដងអញ្ចឹងមានទឹកត្រីស្ករអំបិលប៊ីចេងអីនឹងឯងអ្នកទាំងអស់គ្នាអាចមើលគ្រឿងផ្សំខាងលើនេះបានហើយរសជាតិអាចលៃលកតាមរសជាតិអ្នកទាំងអស់គ្នាបានហើយសម្រាប់បន្លែវិញគឺខ្ញុំដាក់ជាមួយនឹងម្សិតចំបើងចូលហើយបើសិនជាយើងមានបន្លែផ្សេងៗដែលយើងចង់ដាក់ទៀតយើងអាចដាក់បន្ថែមបានហើយជាមួយនឹងទឹកអំពិលទុំដែលខ្ញុំធ្លាប់ធ្វើចែកម្លែកអ្នកទាំងអស់គ្នាដែរហ្នឹងណាហើយជាមួយនឹងម្រះព្រៅចុងក្រោយគេហើយម្ទេសជាមួយនឹងខ្ទឹមបុកហ្នឹងគឺយើងដាក់ក្រោយគេហើយតែប៉ុណ្្នឹងឯងជាការស្រេចហើយសម្រាប់ម្ទេសយើងដាក់តាមចំណង់ចំណូលចិត្តអញ្ចឹងណាយើងចង់ជូរខ្លាំងយើងចង់ហឹរខ្លាំងតាមចំណង់ចំណូលចិត្តយើងអាចលៃលកតាមរសជាតិរបស់យើងផ្ទាល់ខ្លួនរៀងៗខ្លួនតាមគ្រួសារនីមួយៗបានហើយស្លមួយមុខនេះគឺហូបទៅមានជាតិមែនតើហត់ទឹកស្លមកហើយជាមួយគៀមជាមួយនឹងជើងជ្រូកនឹងនៅផ្ទះអូយនិយាយទៅក្តីសុខណាស់សម្រាប់អ្នកចូលចិត្តជើងជ្រូកដឹងតែត្រូវហ្មងសម្រាប់មុខម្ហូបមួយមុខនេះ